រឿងទុំទាវបែបសង្ខេបរឿងទុំទាវជាប្រភេទរឿងអក្សរសិល្បៈទំនើបប្រឡូមលោកបែបមនោសញ្ចេតនាចលនាអក្សរសិល្ប៍បែបខេមរនិយមឥទ្ធិពលព្រះពុទ្ធសាសនាសង្គមបរិយាកាសក្នុងសម័យលង្វែកកាលកំណត់តែងឆ្នាំ1915ក្នុងរជ្ជកាលស្ដេចស៊ីសុវត្ថិអ្នកនិពន្ធភិក្ខុសូមសង្ខេបរឿងទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែងបាងបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រនៅវត្តវិហារធំទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគមស្មូតប្លង់ប៉ៃនិងធ្វើតោកលក់ដោយឡែកទុំមានរូបរាងស្អាតនិងមានសម្លេងពីរោះថ្ងៃមួយណែនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់ទុំនឹងពិតលក់រហូតដល់ស្រុកត្បូងឃ្មុំទុំស្មូតបានយ៉ាងពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្ដាប់នាងណូជាអ្នកបម្រើរបស់ទាវឃើញទុំស្អាតសម្លេងពីរោះក៏គួចចាប់ចិត្តស្នេហាតែដោយឋានៈទូទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់ទាវបានដឹងដំណឹងនេះក៏អង្វរម្ដាយឲ្យទៅនិមន្តទុំមកស្មូតនៅផ្ទះរបស់ខ្លួនទាវនៅខាងក្រោយវាងនីនុនកាវដែលបានស្ដាប់ទុំស្មូតបានយ៉ាងពីរោះទាវក៏ចាប់ចិត្តស្រឡាញ់ម្ដាយទាវនិងអ្នកបម្រើក៏បានរៀបចំកន្សែងដន្លាប់ម្លូបារីដើម្បីប្រគេនទុំហើយប្រាថ្នាសូមឲ្យបានជួបទុំឯទុំវិញក្រោយពីបានជួបនឹងទាវរួចក៏កែកចិត្តប្រតិព័ន្ធលើទាវដែរក៏កើតជាក្តីនឹករលឹកសឹងពំលក់មកដល់វត្តវិញទុំនឹកគិតរកសុំលោកគ្រូសឹកតែត្រូវបានលោកគ្រូបដិសេធភ្លាមបើតាមជើងលេខលោកគ្រូឃើញថាឈរលើលេខស្លាប់ដោយអំណាចនៃក្តីស្រឡាញ់ចំពោះទាវទុំដាច់ចិត្តលួចសឹកចិត្តឯងហើយប្រញាប់ប្រញាល់ត្រឡប់ទៅត្បូងឃ្មុំវិញពេលទៅដល់ត្បូងឃ្មុំចំជាពេលដែលម្ដាយទាវមិននៅផ្ទះផងនោះទុំនិងទាវក៏បានរួមមេត្រីជាមួយគ្នាខ្លងគ្រានោះទៅក្រោយមកអរជូនជាចៅវាយខេត្តត្បូងឃ្មុំបានចូលដណ្ដឹងទាវឲ្យទៅមើលងួនជាកូនប្រុសរបស់ខ្លួនទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវបានស្ដេចរាមាដែលសោយរាជ្យក្នុងសម័យលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូតយ៉ាងពីរោះក្រោយមកព្រះរាជាចង់បានស្នំជាស្រីស្អាតក៏ជ្រើសរើសចំនាងទាវដែលជាសង្សារបណ្ដុលចិត្តទុំកាលគ្រានោះម្ដាយទាវត្រេកអរណាស់លុះដល់ថ្ងៃចូលវាំងនៅចំពោះមុខស្ដេចទុំបានច្រៀងរៀបរាប់គ្រប់សពទាំងឈឺចាប់ព្រះឲ្យព្រះអង្គមានចិត្តសន្តោសប្រណីហើយបានប្រទានមង្គលការឲ្យទាំងពីរកាលព្រះអង្គប្រទានបែបនេះធ្វើឲ្យម្ដាយទាវមានការតូចចិត្តនឹងខឹងសម្បាជាខ្លាំងបានប្រញាប់ប្រញាល់ទៅស្រុកកំណើតវិញរិះរកមធ្យោបាយយ៉ាងណាកុំឲ្យទុំទាវបាននៅជាមួយគ្នាក៏បានផ្ញើសម្បុត្រទៅកាន់ទាវថាខ្លួនជាម្ដាយមានជំងឺជាទម្ងន់ក្រោយបានទទួលដំណឹងថាម្ដាយឈឺទាវក៏ប្រញាប់មកមើលម្ដាយភ្លាមពេលមកដល់ផ្ទះភ្លាមទាវឃើញរោងការសង់នៅមុខកើតក្តីឆ្ងល់ពេលម្ដាយទាវឃើញទាវសប្បាយចិត្តណាស់ក៏ប្រញាប់ប្រញាល់ឲ្យនាងណូជាអ្នកបម្រើជួយរៀបចំឈុតកូនក្រមុំទាវឆ្ងល់តែបានដឹងថាខ្លួនបានចាន់បាបម្ដាយហើយក្រោយមកទាវបានសរសេរសម្បុត្រមួយច្បាប់ផ្ញើទៅទុំទាំងអស់សង្ឃឹមថាខ្លួនត្រូវបានម្ដាយចាប់បង្ខំឲ្យរៀបការជាមួយនឹងមើលងួនក្រោយពីបានដំណឹងភ្លាមព្រះរាជាបានប្រទានព្រះរាជសារដើម្បីឲ្យទុំមកបញ្ឈប់មង្គលការពេលមកដល់ផ្ទះទាវភ្លាមទុំវង្វេងស្មារតីអស់ក្តោយឲ្យទាវចាក់ស្រាដាក់បាតដៃដើម្បីបញ្ជាក់ភាពស្មោះត្រង់របស់ទាវហើយប្រគៀកប្រគយគ្នាចំពោះភ្ញៀវធ្វើឲ្យម្ដាយទាវមានការខឹងសម្បារជាខ្លាំងក៏បញ្ជូរឲ្យចាប់ទុំទៅសម្លាប់ក្រោមដើមពោធិ៍ជើងខាលដោយពីដឹងប្តីនាងគេសម្លាប់ទាវនិងនាងណូក៏តាមរកទុំបន្ទាប់ពីឃើញទុំស្លាប់អ្នកទាំងពីរក៏សម្លាប់ខ្លួនទៅតាមទុំនាពេលទៅពេជ្រនាំដំណឹងដ៏សោកសៅនេះទៅទូលដល់ព្រះអង្គក៏យាងចុះមកកត់ក្តីដោយផ្ទាល់ដោយចាប់អរជូនមើលងួននិងម្ដាយទាវយកទៅកប់ចង្រួតត្រឹមកយករនាស់រះពីលើក្បាលឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់ចប់សូមអរគុណ